សូមជម្រាបសួរដល់អស់លោកអ្នកបងប្អូននៃក្នុងសេចក្តីស្រឡាញ់នៃព្រះយេស៊ូវគ្រីស្ទថ្ងៃនេះខ្ញុំនឹងអាននៅព្រះគម្ពីរទំនុកដំកើងជំពូក47ព្រះគម្ពីរទំនុកដំកើងជំពូក47ខ1មនាលជនទាំងឡាយអើយចូលទះដៃទាំងអស់គ្នាចុះចូលស្រែកហូរថ្វាយព្រះដោយសំឡេងជាជ័យជំនះត្បិតព្រះយេហូវ៉ាដ៏ខ្ពស់បំផុតទ្រង់គួរស្ញែងខ្លាចទ្រង់ជាមហាក្សត្រយ៉ាងធំលើផែនដីទាំងមូលទ្រង់បង្ក្រាបជនទាំងឡាយនៅក្រោមអំណាចជើងខ្ញុំព្រមទាំងនគរផ្សេងឲ្យនៅក្រោមជើងយើងខ្ញុំផងគឺទ្រង់ដែលរើសមរតកឲ្យយើងខ្ញុំគឺជាសិរីល្អរបស់យ៉ាកុបជាអ្នកដែលទ្រង់ស្រឡាញ់ព្រះទ្រង់បានយាងឡើងដោយសំឡេងហូរគឺព្រះយេហូវ៉ាបានឡើងទៅដោយសូរលំត្រែចូលច្រៀងសរសើរដល់ព្រះចូលច្រៀងសរសើរចុះចូលច្រៀងសរសើរដល់មហាក្សត្រនៃយើងខ្ញុំចូលច្រៀងសរសើរចុះបាត់ព្រះទ្រង់ជាមហាក្សត្រលើផែនដីទាំងមូលចូលច្រៀងសរសើរយ៉ាងពីរោះចុះព្រះទ្រង់គ្រប់គ្រងលើអស់ទាំងសត្វព្រះទ្រង់គង់លើបល្ល័ង្កបរិសុទ្ធនៃទ្រង់ពួកអស់អ្នកធំនៃសាសទាំងឡាយបានប្រជុំគ្នាមកឯរាជរបស់ព្រះនៃអាប់រ៉ាហាំបិទអស់ទាំងខែលនៅផែនដីជារបស់ផងព្រះទ្រង់បានថ្កើងឡើងយ៉ាងក្រៃលែងសូមព្រះប្រទានពរ